កម្មដើម្បីសុខភាពរបស់សង្ឃវត្តរាវវងព្រៃវាមិញនេះសល់3រងដកចែកញាតិញោមជូនញាតិញោមអស់ហើយដើម្បីយកកន្លែងដាំសាជាថ្មីដល់ថាស្ពៃហ្នឹងគឺវាចាស់ពេញជ្រុះហើយចឹងគឺដកចែកញាតិញោម3រងមិញនេះហើយដើម្បីយកកន្លែងឲ្យប្រសាដាំកូនសាថ្មីនេះជាកម្មវិធីនៅពេលល្ងាចថ្ងៃទី26ខែមករាឆ្នាំ2026មានអ្នកចាប់រងមានអ្នកដាំមានអ្នកដកមានអ្នកស្រោចទឹកមានអ្នកដឹកជីអត់គោ